ตอนนี้ទាំងអស់គ្នាធ្លាប់រត់ពួននៅពេលដែលឱកាសខ្លាយទៅជាតារាឱកាសក្នុងការបង្ហាញសមត្ថភាពវាមកដល់នៅមុខយើងឬអត់ប្រជុំជាមួយក្រុមការងារយើងមានមតិល្អមួយក្នុងចិត្តហើយយើងដឹងថាមតិហ្នឹងល្អតែដល់ពេលត្រូវបញ្ចេញមតិយើងបែរជាលាក់ទុកវានៅក្នុងចិត្តទៅវិញបើអ្នកទាំងអស់គ្នាធ្លាប់ធ្វើនៅអ្វីដែលខ្ញុំនិយាយនៅខាងលើពួកយើងកំពុងតែបោះបង់នៅឱកាសក្នុងការធ្វើឲ្យជីវិតយើងនេះរីកចម្រើនហើយខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរពីមុនដោយសារតែភ័យពេកគិតថាមិននិយាយក៏មិនអីទេឬក៏ខ្ជិលនិយាយក៏មកគេថាយើងនេះខំប្រឹងដើម្បីចំណាប់អារម្មណ៍ attention ណាអាមួយនេះតាក់ទាញចំណាប់អារម្មណ៍ចុយមកបាទខ្លាចពាក្យទាំងអស់ហ្នឹងប៉ុន្តែខ្ញុំនិយាយតាមត្រង់ជីវិតរបស់ខ្ញុំចាប់ផ្ដើមរីកចម្រើនបាទប្រសើរជាងមុនដោយសារតែការបង្ហាញខ្លួនការបង្ហាញសមត្ថភាពការបញ្ចេញនូវមតិនេះឯងខ្ញុំចាប់ផ្ដើមទទួលបានឱកាសច្រើនជាងមុនក្នុងការងារព្រោះពីមុនអត់ដែលបង្ហាញថាខ្លួនឯងចេះធ្វើអីខ្លះទេជាងមេគាត់អត់ដឹងទេដល់តែពេលដែលបង្ហាញសមត្ថភាពរបស់ខ្ញុំទៅគាត់ថាអូខេណាអូននេះអាចធ្វើបានច្រើនជាងគាត់ក៏ចេះតែផ្ដល់ឱកាសឲ្យមកហោហែមកការខ្ញុំនៅរៀនវិទ្យាល័យក៏ដូចគ្នាដែរមនុស្សខ្ញុំ insecure មិនដែលហ៊ានបញ្ចេញមតិអីទេបាទល្អអាក្រក់គេ bully មិនក៏ទៅតាមគេដែរអត់ហ៊ានសំបីតែ show up ដើម្បីបង្ហាញខ្លួនក្នុងការការពារខ្លួនឯងក៏មិនហ៊ានដែរប៉ុន្តែជីវិតសកលវិទ្យាល័យរបស់ខ្ញុំបែរជាប្រសើរឡើងទៅវិញដោយសារតែអត់មានអ្នកណាគេហ៊ានប៉ះខ្ញុំទេព្រោះខ្ញុំចាប់ផ្ដើមបង្ហាញខ្លួនចាប់ផ្ដើមបង្ហាញសមត្ថភាពរបស់ខ្ញុំចាប់ផ្ដើមបង្ហាញនៅចំហរបស់ខ្ញុំខ្លួនឯងថាខ្ញុំនឹងការពារខ្លួនឯងអានេះហើយជាហេតុផលដែលធ្វើឲ្យខ្ញុំតែងតែចាំជានិច្ច show up is very important ការបង្ហាញខ្លួននេះគឺជារឿងសំខាន់ខ្លាំងណាស់អញ្ចឹងថ្ងៃនេះពួកយើងនឹងនិយាយពីវាហើយសួរថាហេតុអ្វីការបង្ហាញខ្លួន show up នេះវាសំខាន់សម្រាប់យើងហើយហេតុអីបានជាពួកយើងភាគច្រើនចូលចិត្តកិច្ចវេះពីវាហើយតើយើងអាចធ្វើអ្វីបានដើម្បីកុំឲ្យខ្លួនឯងខ្លាចដើម្បីបង្ហាញខ្លួននេះឲ្យច្រើនជាងមុនតែមុននឹងចូលទៅដល់សំណួរទាំង3នេះយើងគួរតែដឹងសិនថា show up ហ្នឹងជាអីគេពាក្យថា show up បង្ហាញខ្លួនហ្នឹងនៅក្នុងវីដេអូរបស់យើងពួកយើងចង់មានន័យថាជាការដែលយើងសម្រេចចិត្តក្នុងការបោះជំហានធ្វើអ្វីមួយទាំងដែលយើងភ័យទាំងដែលយើងមិនដឹងថាវានឹងคล้ายទៅជាយ៉ាងម៉េចទាំងដែលយើងនេះគិតថាខ្លួនឯងនឹងមិនទាន់គ្រប់គ្រាន់តែយើងនៅតែមានភាពក្លាហានដើម្បីបង្ហាញខ្លួនក្លាហានក្នុងការធ្វើវាដូចជាការដែលយើងបញ្ចេញមតិដែលយើងគិតថាត្រូវព្រោះទោះបីជាយើងភ័យខ្លាចក៏ដោយឲ្យតែយើងបញ្ចេញវាគេហៅថា show up ហើយការដែលយើងបង្ហាញខ្លួននៅកន្លែងហាត់ប្រាណបាទទាំងដែលក្បាច់ហាត់ប្រាណរបស់យើងនេះវាមិនទាន់ត្រូវវាគួរឲ្យខ្មាស់គេប៉ុន្តែយើងនៅតែបង្ហាញខ្លួនអានេះក៏ជាការ show up មួយដែរហើយជាពិសេសអាការដែលយើងខ្ជិលធ្វើអ្វីមួយតែយើងនៅតែព្យាយាមយកឈ្នះការមិនបញ្ចេញសកម្មភាពរបស់យើងនេះអានេះក៏ជាការបង្ហាញការ show up មួយដែរអញ្ចឹងសំណួរទី1សួរថាហេតុអ្វីការបង្ហាញខ្លួន show up នេះវាសំខាន់សម្រាប់យើងចម្លើយនោះគឺថាឱកាស opportunity ដើម្បីការរីកចម្រើនដើម្បីជីវិតយើងប្រសើរគឺយើងត្រូវការឱកាសទទួលបានអាហារូបករណ៍សិក្សាវានឹងធ្វើឲ្យចំណេះដឹងរបស់យើងនេះកើនឡើងមួយកម្រិតអញ្ចឹងជីវិតរបស់យើងអាចនឹងប្រសើរឡើងឱកាសទទួលបាននៅការងារល្អវានឹងជួយឲ្យយើងនេះរកចំណូលបានច្រើនជាងមុនឬក៏មិនសូវហត់បាទជីវិតយើងក៏អាចនឹងប្រសើរឡើងហើយឱកាសដែលយើងបានជួបប្រឹក្សាជាមួយនឹងមនុស្សប៉កែម្នាក់បាទអាចជួយឲ្យយើងនេះដោះស្រាយវិបត្តិក្នុងជីវិតយើងបានអញ្ចឹងជីវិតយើងក៏អាចនឹងប្រសើរឡើងអញ្ចឹងពាក្យថាឱកាសនេះគឺវាសំខាន់សម្រាប់ការអភិវឌ្ឍរបស់យើងហើយការបង្ហាញខ្លួននេះវាគឺជាវិធីមួយហើយក៏សឹងតែអាចនិយាយបានថាជាវិធីដំបូងគេដែលយើងត្រូវតែធ្វើដើម្បីទទួលបាននូវឱកាស If you don't show up nothing will ever go to you ឧបមាថាបើយើងអត់ទៅបង្ហាញខ្លួនក្នុងការប្រឡងយកអាហារូបករណ៍ហើយសួរថាឱកាសទទួលបានអាហារូបករណ៍ហ្នឹងបានមកពីណាមិនអញ្ចឹងហើយមិនមែនតែរឿងប្រឡងទេអីគេក៏ដោយបើយើងអត់ទាំងបង្ហាញខ្លួនផងគេមិននឹងអាចជ្រើសរើសយើងបានគេមិននឹងដឹងពីសមត្ថភាពរបស់យើងវាអត់មាន visibility វាមើលអត់ឃើញដូចខ្ញុំឲ្យអ្នកទាំងអស់គ្នាទៅរកពួកម៉ាក់ខ្ញុំបើអត់ប្រាប់ឈ្មោះអត់មានរូបភាពហើយទៅរកឃើញដែរដឹងអាមួយណាការបង្ហាញខ្លួននេះវាដូចជាប្រូបាអញ្ចឹងបើនិយាយស្រួលយល់ទៅប្រឡងអាចមានសង្ឃឹមជាប់50ធ្លាក់50តែបើអត់ទៅអានឹងដឹងតែ 100% គឺធ្លាក់ហើយអត់បានឱកាសហ្នឹងទេការបង្ហាញខ្លួននេះវាមិនការ៉ាន់ទីថាយើងនឹងបានឱកាសឬក៏ជោគជ័យ 100% ទេតែយ៉ាងហោចណាស់ក៏វាជួយបង្កើននូវភាគរយក្នុងការជោគជ័យយើងបានខ្លះដែរហើយមួយទៀតដែរមិនមែនត្រឹមតែបង្ហាញខ្លួនយើងឲ្យគេនឹងមើលឃើញទេបើសិនជាយើងបង្ហាញខ្លួនម្ដងហើយម្ដងទៀតបាទជាញឹកញាប់វាក៏បង្ហាញពីការតស៊ូរបស់យើងផងដែរគេហៅ proof of effort ណា That's why showing up is very important for you to receive an opportunity អញ្ចឹងហើយបានជាការបង្ហាញខ្លួននេះវាសំខាន់សម្រាប់យើងព្រោះបើចង់ទទួលបាននូវឱកាសក្នុងការរីកចម្រើនយើងត្រូវតែបង្ហាញខ្លួន
សំណួរបន្ទាប់ហេតុអ្វីបានជាពួកយើងភាគច្រើនចូលចិត្តកិច្ចវេះពីការបង្ហាញខ្លួននេះម្លេះហើយផលដែលធ្វើឲ្យពួកយើងកិច្ចវេះពីការបង្ហាញខ្លួននេះវាមានច្រើនតែពួកខ្ញុំសូមយកតែចំណុចដែលមានការគ្រប់គ្រងពីការសិក្សាច្បាស់លាស់មកនិយាយទេហើយជាថ្មីម្ដងទៀតពួកយើងព្យាយាមយកតែព័ត៌មានដែលមាន backup source មកនិយាយទេបាទអ្វីដែលពួកយើងលោកយកមកធ្វើវីដេអូគ្រប់វីដេអូរបស់យើងហ្នឹងគឺមិនមែនពឹងផ្អែកតែទៅលើបទពិសោធន៍របស់អ្នកសរសេរហើយនឹងនិយាយតែតាមតែចិត្តដែលយើងនឹកឃើញទេអញ្ចឹងបានពេលដែលអ្នកទាំងអស់គ្នាស្ដាប់ទៅពេលខ្លះវាមានអារម្មណ៍ថាស្តៀងនឹងសាច់រឿងខ្លួនឯងបាទមិនមែនពួកខ្ញុំចេះទីទេតែសាស្ត្រាចារ្យអ្នកស្រាវជ្រាវសាកលវិទ្យាល័យជាច្រើនគេបានស្រាវជ្រាវពីវាគេមានឯកសារពាក់ព័ន្ធពីរឿង human behavior ទាំងអស់ហ្នឹងហើយតាមពិតទៅពួកយើងគ្រាន់តែអង្គុយស្រាវជ្រាវឯកសារពាក់ព័ន្ធទាំងអស់ហ្នឹងហើយយកវាមកចងក្រងដើម្បីបញ្យល់ឲ្យងាយស្រួលយល់ទៅឲ្យអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេអញ្ចឹងសូមស្ដាប់វាជាព័ត៌មានដោយមានការពិចារណាហើយចំពោះពាក្យថាត្រូវឬខុសពួកយើងជឿជាក់ថាទស្សនិកជនរបស់ Grow សុទ្ធតែអាចវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវដោយខ្លួនឯងបាទអញ្ចឹងត្រឡប់ទៅសាច់រឿងយើងវិញហេតុផលដែលធ្វើឲ្យពួកយើងនេះគេចវេះពីការបង្ហាញខ្លួនហេតុផលទី1 uncertainty ស្ថានភាពមិនប្រកបប្រជាគោលក្បាលមនុស្សយើងស្អប់ភាពមិនប្រកបប្រជាលើសពីការបដិសេធទៅទៀតមានការពិសោធន៍មួយរបស់ University College London UCL គេហៅ experiment នឹងថាជា shock experiment គេឲ្យអ្នកដែលស្ម័គ្រចិត្តនឹងទទួលនៅការឆក់ពីអគ្គិសនីបាទក្នុងកម្រិតតិចៗទេណាឆក់មួយទ្រឹតណានៅពេលដែលគេប្រាប់ពួកគាត់ថា 100% គេដឹងតែឆក់ពួកគាត់ដែរ stress level របស់ពួកគាត់នឹងគឺចាប់ផ្ដើមកើនឡើងព្រោះពួកគាត់ភ័យអាណាគេមិនខ្លាចពេលគេឆក់មិនចឹងប៉ុន្តែអ្វីដែលចម្លែកនោះនៅពេលដែលគេប្រាប់ថា 50% គេអាចនឹងឆក់ហើយ 50% គេអាចនឹងមិនឆក់ពួកគាត់ stress level របស់ពួកគាត់នឹងគឺកើនឡើងខ្លាំងជាងពេលដែលគេប្រាប់ថា 100% ដឹងតែឆក់ទៅទៀតវាមានន័យថាខួរក្បាលយើងភ័យខ្លាចនៅពេលដែលលទ្ធផលនោះវាមិនច្បាស់លាស់ជាងលទ្ធផលដែលធានាថានឹងធ្វើឲ្យយើងនឹងឈឺចាប់បើដឹងមុនអត់សូវភ័យទេបើទោះបីជាឈឺចាប់ក៏ដោយហើយការបង្ហាញខ្លួន show up ក៏ដូចគ្នាដែរលើកដៃឆ្លើយសំណួរវាអាចនឹងខុសបង្ហាញសមត្ថភាពវាអាចនឹងធ្វើទៅមិនបានដូចអ្វីដែលយើងនិយាយឬក៏សារភាពស្នេហ៍គេអាចនឹងបដិសេធយើងអាទាំងនេះសុទ្ធតែជាអ្វីដែលវាមិនប្រកបប្រជាហើយគូក្បាលយើងសម្គាល់វាថាគឺជាហានិភ័យអញ្ចឹងហើយបានជាយើងចាប់ផ្ដើមចរចាមួយខ្លួនឯងថាចាំលើក្រោយហ្នឹងខ្ញុំដឹងតែស្ងាត់ខ្លួនឯងទៅបានហើយពេលខ្លះទៀតបាទរងចាំតតែគ្រូឬក៏មេប្រាប់ថាចម្លើយនេះត្រូវទៅហ៊ាននិយាយអូខ្ញុំគិតអញ្ចឹងដែរប៉ុន្តែទោះបីជាចេះប្រកែប៉ុណ្ណាក៏ដោយបើមិនបង្ហាញមិនបញ្ចេញសកម្មភាពអត់មានពីណាគេដឹងទេហើយរាល់ពេលដែលយើងស្ទាក់ស្ទើរបាទមិនព្រមបង្ហាញខ្លួននេះឱកាសក៏វាកន្លងផុតទៅមូលហេតុទី2 addicted to comfort មូលហេតុនេះវាពាក់ព័ន្ធជាមួយនឹង dopamine ហើយខ្ញុំក៏ឃើញគេនិយាយច្រើនដែរពាក់ព័ន្ធពីរឿងទាំងអស់ហ្នឹងមួយរយៈឥឡូវនេះអញ្ចឹងខ្ញុំសូមនិយាយវាខ្លីៗទៅហើយ dopamine នេះមិនមែនត្រឹមតែជាអរម៉ូនសប្បាយចិត្តទេគេនិយាយសួរយកគេថាអរម៉ូនសប្បាយចិត្តទេណាប៉ុន្តែវាក៏ជាសារធាតុនៅក្នុងខួរក្បាលដែលវាពាក់ព័ន្ធជាមួយនឹងការរំពឹងរង្វាន់និងចំណង់ចំណូលចិត្តធ្វើអីមួយដែរពេលយើងធ្វើរឿងដែលខួរក្បាលគិតថាវាមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតនិងការរីកចម្រើនរបស់យើងដូចជាការញ៉ាំអាហារអញ្ចឹងខួរក្បាលវាបញ្ចេញដូប៉ាមីនដើម្បីឲ្យយើងនេះចង់ធ្វើទម្លាប់ទាំងអស់ហ្នឹងម្ដងទៀតអានេះក៏ជាមូលហេតុដែលបង្កើតនៅទម្លាប់មួយដែលជាប់លាប់ផងដែរតែបញ្ហានោះគឺសម័យទំនើបនេះវាពោពេញទៅដោយ quick dopamine ណាវាច្រើនពេកលេងទូរស័ព្ទមើលវីដេអូលេងហ្គេមបាទសូម្បីតែតម្រូវការក្នុងការបំបត្តិភាពឯកា socialize ហ្នឹងក៏អាចធ្វើទៅតាមទូរស័ព្ទបានដែរឆាតវីដេអូ call អញ្ចឹងទៅអត់ចាំបាច់ចេញក្រៅផ្ទះទេនៅតែផ្ទះក៏យើងអាចមានអារម្មណ៍ល្អបានដែរហើយ logic របស់ខួរក្បាលយើងគឺសាមញ្ញទេអ្វីដែលឲ្យរង្វាន់លឿនបាទងាយស្រួលគ្មានហានិភ័យវាចាប់ទុកថាជារឿងសំខាន់ព្រោះអីយើងចំណាយកម្លាំងតិចហើយយើងទទួលបាននូវដូប៉ាមីនច្រើនប៉ុន្តែ show up នេះវាមិនដូចជាការដែលយើងដេកលេងទូរស័ព្ទនៅផ្ទះទេយើងបង្ហាញខ្លួននៅក្នុងសាលាបាទរៀនអត់បានរង្វាន់ភ្លាមទេបាទតតែ 2-3 ឆ្នាំក្រោយបាទយើងមានអារម្មណ៍ថាខ្លួនឯងនេះចេះជាងមុនហើយរង្វាន់នេះវាមិនភ្លាមដូចជាទម្លាប់អាក្រក់ quick dopamine ទេ show up នេះវាក៏មិនងាយស្រួលក្នុងការធ្វើហើយវាក៏មានហានិភ័យទៀតចេញទៅជួបមនុស្សអាចនឹងធ្វើរឿងអីខុសទៅខ្មាស់គេរៀនជំនាញថ្មីបាទត្រូវខំប្រឹងរៀនបង្ហាញសមត្ថភាពអាចនឹងធ្វើទៅវាមិនបានល្អដូចការរំពឹងទុកអញ្ចឹងបើប្រៀបធៀបទៅនឹងការដេកលេងទូរស័ព្ទនៅក្នុងផ្ទះវាមានសុវត្ថិភាពជាងហើយវាក៏ងាយស្រួលខ្លាំងដែរព្រោះតែយើងអាចសប្បាយដោយមិនចាំបាច់បង្ហាញខ្លួននេះហើយទៅធ្វើឲ្យខួរក្បាលរបស់យើងវាអត់ឃើញនៅហេតុផលអីដែលត្រូវជំរុញយើងឲ្យចេញទៅដេញចាប់ឱកាសនៅខាងក្រៅទេអានេះហើយជាមូលហេតុទី2ដែលធ្វើឲ្យយើងគេចពីការ show up យើងមិនចង់រីកចម្រើនទេតែយើងញៀនជាមួយនឹងភាពសនុកសុខស្រួលដែលឲ្យរង្វាន់លឿនជាងការរីកចម្រើនមូលហេតុទី3 emotional exhaustion អស់ថាមពលផ្លូវចិត្តពេលខ្លះយើងចង់បង្ហាញខ្លួនបាទឱកាសក៏មានស្ថានភាពក៏អំណោយផលតែបញ្ហានោះគឺយើងហត់
men hot រាងកាយទេគឺ hot នឹងផ្លូវចិត្តខ្ញុំធ្លាប់និយាយពីរឿងនេះនៅក្នុងវីដេអូ emotional bankruptcy វាគឺជាស្ថានភាពមួយដែលយើងចាយអារម្មណ៍របស់យើងច្រើនពេកដល់ថ្នាក់ថាគ្មានអ្វីនៅសល់សម្រាប់ចាយនៅពេលអនាគតទៀតទេរឿងជីវិតនេះគឺវាស្មុគស្មាញបាទរឿងអីក៏អាចកើតឡើងដែរវាមិនមែនសាមញ្ញទេបញ្ហាគ្រួសារសម្ពាធលុយសម្ពាធស្នេហាបាទស្នេហាបែកបាក់ការខកចិត្តឬក៏ការបរាជ័យតូចជាប់គ្នារាល់គ្រប់រឿងទាំងអស់នេះគឺវាស្រូបយកថាមពលផ្លូវចិត្តយើងបន្តិចម្ដងបាទពេលខ្លះមានឱកាសឲ្យ show up ហើយយើងដឹងថាវាល្អសម្រាប់អនាគតយើងដឹងថាវាអាចធ្វើឲ្យជីវិតយើងនោះប្រសើរប៉ុន្តែខួរក្បាលនិយាយថាឥឡូវនេះគ្រាន់តែរស់ឲ្យផុតតែថ្ងៃនេះទៅបានណាបាទកុំបន្ថែមអ្វីមកពីលើនឹងទៀតបើហត់ណាវាអញ្ចឹងព្រោះ show up នេះត្រូវការកម្លាំងផ្លូវចិត្តត្រូវការប្រឈមត្រូវការបើកចិត្តទទួលនៅហានិភ័យហើយបើធុងអារម្មណ៍របស់យើងវាទៅទេវាអត់មានកម្លាំងចិត្តអារម្មណ៍ណាទៀតទេយើងមានកម្លាំងចិត្តមកពីណាទៅដោះស្រាយបញ្ហាប្រឈមបាទទៅដោះស្រាយនៅហានិភ័យទាំងអស់ហ្នឹងអានេះហើយជាមូលហេតុទី3បាទមិនមែនយើងខ្ជិលទេមិនមែនយើងមិនចង់រីកចម្រើនទេតែយើងអស់ថាមពលក្នុងការប្រយុទ្ធទៅមុខទៀតដែរហើយផលទាំង3នេះខ្ញុំគិតថាវាសំខាន់ដែលយើងគួរតែយល់សម្រាប់អ្នកដែលតែងតែកិច្ចវេះពីការបង្ហាញខ្លួនឬក៏តែងតែទុកឲ្យឱកាសវាកន្លងផុតហួសអញ្ចឹងសំណួរបន្ទាប់គឺវាប្រកាសណាស់ថាតើយើងអាចធ្វើអ្វីបានដើម្បីកុំឲ្យខ្លួនឯងនេះខ្លាចបាទដើម្បីបង្ហាញខ្លួនឲ្យបានច្រើនជាងមុនរឿងដែលខ្ញុំនិយាយបន្ទាប់នេះគឺចេញពីបទពិសោធន៍របស់ខ្ញុំទេហើយក៏ជា tip ដែលខ្ញុំប្រើដើម្បីបង្កើតនៅ channel Grow នេះឡើងមកដែរនិយាយពីរឿង channel នេះក៏ដូចគ្នាដែរ Grow គ្មានថ្ងៃនឹងកើតឡើងទេបើសិនជាខ្ញុំមកដែលបង្ហាញខ្លួន show up ទេបើខ្ញុំមិនបង្ហាញខ្លួននៅក្នុងម៉ោងការងាររបស់ Grow ទេបាទ script របស់ Grow អ្នកណាគេអ្នកសរសេរហើយអ្នកណាគេអ្នក voice over ហើយបើខ្ញុំមិនបង្ហាញខ្លួននៅពេលដែលបង sponsor គាត់ផ្ដល់ឱកាសឲ្យរកកម្រៃបន្ថែមទេបាទមិនទៅជួបពួកគាត់ណា Grow បានថវិកាមកពីណាដើម្បីរត់ operation មកដល់រងថ្ងៃហ្នឹងអ្នកទាំងអស់គ្នាឃើញហើយអាការបង្ហាញខ្លួននេះគឺវាសំខាន់សម្រាប់ខ្ញុំមែនតើអញ្ចឹងហើយបាទខ្ញុំតែងតែចង់និយាយពីវាកុំឲ្យវែងឆ្ងាយយើងទៅមើលរឿង2ដែលយើងអាចធ្វើបានដើម្បីជួយកុំឲ្យខ្លួនឯងនេះខ្លាចក្នុងការបង្ហាញខ្លួនដំណោះស្រាយទី1 shift from outcome to identity ផ្លាស់ពីការផ្ដោតទៅលើលទ្ធផលបាទទៅផ្ដោតលើអត្តសញ្ញាណវិញពេលដែលចាប់ផ្ដើមដំបូង Grow អត់មានចំណូលអីទេខ្ញុំឈប់ពីការងារមកចាប់ផ្ដើមបង្កើត Grow មានលុយត្រង់ខ្លួនឯងប្រហែលជាតែ6ខែទេពីដំបូងខ្ញុំគិតរហូតថា 4-5 ខែទៀតបើរោគចំណូលអត់បានណាខ្ញុំប្រហែលជាត្រូវតែចូលទៅធ្វើការវិញហើយ3ខែដំបូងនោះគឺអត់មានលទ្ធផលអីសោះបើខ្ញុំផ្ដោតតែទៅលើលទ្ធផលនេះខ្ញុំបោះបង់ Grow ចោលតាំងពីការចាប់ផ្ដើមមកតាំងពីខែដំបូងប៉ុន្តែខ្ញុំមានគោលចំហមួយដែលជាអត្តសញ្ញាណរបស់ខ្ញុំបាទបើសួរអ្នកស្គាល់ខ្ញុំប្រហែលជាគេដឹងហើយអត្តសញ្ញាណនោះគឺថាជាកូនប្រុសម៉ាត់ណាគឺម៉ាត់ហ្នឹងតែពិតទៅខ្ញុំអត់សូវបារម្ភថាតើ Grow វាអាចរកចំណូលឲ្យខ្ញុំបានប៉ុណ្ណាទេអ្វីដែលខ្ញុំបារម្ភខ្លាំងនោះគឺថាបើខ្ញុំអត់ធ្វើវាខ្ញុំខ្លាចទៅជាមនុស្សបែបណាជាកូនប្រុសឬក៏អត់ទេបាទហើយខំដើរប្រាប់គេប្រាប់ឯងហើយដល់ពេលយើងអត់ធ្វើអានឹងយើងខ្លាចទៅជាមនុស្សបែបម៉េចមុននឹងចាប់ផ្ដើមហ្នឹងខ្ញុំបានសន្យាមួយខ្លួនឯងថាធ្វើ project នេះ6ខែលទ្ធផលយ៉ាងម៉េចក៏ខ្ញុំទទួលដែរខ្ញុំអត់ខ្វល់ពីលទ្ធផលទេបើខ្ញុំមិនសូវអាប់រាល់ថ្ងៃដើម្បីធ្វើការងាររបស់ Grow ទេអានេះមានន័យថាខ្ញុំក្បត់នឹងពាក្យសន្យារបស់ខ្លួនឯងហើយអ្នកផ្សេងគេអាចនឹងអត់ដឹងទេប៉ុន្តែខ្ញុំខ្លួនឯងខ្ញុំដឹងបើសិនជារឿងទាំងអស់ហ្នឹងកើតឡើងខ្ញុំអាចកុហកអ្នកផ្សេងបានតែខ្ញុំអាចកុហកខ្លួនឯងបានទេហើយវាគួរឲ្យខ្មាស់ខ្លួនឯងបាទជាកូនប្រុសសន្យាម៉ាត់ដល់ឲ្យធ្វើអត់បានលទ្ធផលល្អឬអាក្រក់បាទយើងអត់អាចគ្រប់គ្រងវាបានទាំងអស់ទេប៉ុន្តែអាការបង្ហាញខ្លួន show up នេះពួកយើងអាចគ្រប់គ្រងវាបានអានេះហើយជាមូលហេតុដែលខ្ញុំបន្ត show up មិនព្រោះតែប្រាក់ទេតែព្រោះតែអត្តសញ្ញាណរបស់ខ្ញុំថាម៉ាត់ណាគឺម៉ាត់នឹងបើអ្នកទាំងអស់គ្នាហៅខ្លួនឯងថាជាមនុស្សចង់អភិវឌ្ឍដើរប្រូដើរប្រាជ្ញប្រាប់គេប្រាប់ឯងតែដល់ពេលឱកាសមកដល់នឹងមុខអត់ប្រុសបង្ហាញខ្លួនតើអ្នកទាំងអស់គ្នាជាមនុស្សប្រភេទណាគ្រាន់តែនិយាយឲ្យលយគ្រាន់តែនិយាយព្រោះចង់ឲ្យគេសរសើរអញ្ចឹងមែនអញ្ចឹងកុំផ្ដោតតែទៅលើថាតើពេលដែលយើងធ្វើទៅយើងបានអីមកវិញគួរតែខ្លាចខ្មាស់ខ្លួនឯងផងបើអ្នកសន្យាថាធ្វើហើយតែអ្នកបែរជាមិនធ្វើអ្នកខ្លាចទៅជាមនុស្សបែបម៉េចអញ្ចឹងផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកទាំងអស់គ្នាពីការផ្ដោតទៅលើ outcome ទៅជាការផ្ដោតទៅលើ identity វិញនៅពេលនោះការបង្ហាញខ្លួននឹងខ្លាយទៅជាកាតព្វកិច្ចវាមិនមែនជាជំរើសទៀតទេដំណោះស្រាយទី2 dopamine detox កាត់បន្ថយការញៀនជាមួយនឹងរង្វាន់បញ្ជាក់មុនអានេះមិនមែនជា medical procedure ទេបាទវាគ្រាន់តែជាវិធីក្នុងការគ្រប់គ្រងទម្លាប់ប៉ុណ្ណោះបាទស្ដាប់ទៅដូចទំនងហើយប៉ុន្តែវាមិនមែនខាងវិទ្យាសាស្ត្រទេ
ត្រឡប់ទៅវិញយើងដឹងហើយថា quick dopamine ដូចជាលេង game បាទ scroll ទូរស័ព្ទបាទមើលវីដេអូតគ្នាញឹកញាប់ណាអស់មួយភាគតមួយភាគញ៉ាំអាហារមិនល្អវាធ្វើឲ្យខួរក្បាលយើងនឹងទទួលបាននៅ dopamine ក្នុងកម្រិតខ្ពស់ភ្លាមគេហៅថា dopamine spike ណាបើយើងធ្វើនៅទម្លាប់ដែលផ្ដល់នៅ dopamine ខ្ពស់បែបនេះញឹកញាប់បាទកម្រិត dopamine ធម្មតារបស់យើងនឹងឡើងទៅខ្ពស់ទៅតាមនឹងដែរហើយរឿងធម្មតាដែលយើងធ្លាប់ធ្វើពីមុនដូចជាអានសៀវភៅហាត់ប្រាណបាទរៀនបោះផ្ទះជូតផ្ទះអីហ្នឹងបាទបង្ហាញខ្លួនដែរនឹងមើលទៅវាគួរឲ្យធុញទ្រាន់ណាវាដូចជាពិបាកធ្វើមិនមែនព្រោះតែវាពិបាកធ្វើជាងមុនទេណាតែព្រោះតែខួរក្បាលរបស់យើងនេះស៊ាំជាមួយនឹង dopamine ដែលខ្ពស់អញ្ចឹងចង់សប្បាយចិត្តនឹងធ្វើរឿងអីមួយតលតែរឿងហ្នឹងវាផ្ដល់នៅ dopamine ក្នុងកម្រិតមួយខ្ពស់ប្រហាក់ប្រហែលនឹងលេងទូរស័ព្ទអីដែរអានសៀវភៅហាត់ប្រាណរៀននេះវាដូចជាមិនសប្បាយប្រហែលទេសូមណែនាំ dopamine detox បាទគោលដៅរបស់ dopamine detox គឺមានតែមួយទេគឺបន្ថយ quick dopamine មួយរយៈដើម្បីឲ្យ baseline របស់យើងនឹងត្រឡប់មកធម្មតាវិញវិធីសាមញ្ញដែលយើងអាចធ្វើបានគឺកំណត់ពេលវេលា7ថ្ងៃបាទផ្អាកឬក៏កាត់បន្ថយquick dopamine ទាំងអស់ហ្នឹងដូចជាការលេង game អូសបណ្ដាញសង្គម scrolling អីហ្នឹងបាទមើលវីដេអូតភាគពីព្រឹកដល់ល្ងាចឬក៏ញ៉ាំអាហារមិនសូវល្អហើយ pornography អីហ្នឹងបាទនៅពេលដែលយើងកាត់បន្ថយការបញ្ចេញនៅ dopamine កម្រិតខ្ពស់ទាំងអស់នេះមករយៈបាទរឿងតូចដូចជាអានសៀវភៅហាត់ប្រាណជួបមនុស្សបាទ show up បង្ហាញខ្លួនណានឹងមើលទៅវាដូចជាមិនធ្ងន់ធ្ងរដូចពីមុនទៀតទេវាមើលទៅដូចជាមិនពិបាកអីណាស់ណាដូចលើកមុនទេសារសំខាន់មួយខ្ញុំចង់បញ្ជាក់ដែរបាទ dopamine detox នេះមិនមែនធ្វើឲ្យពួកយើងនឹងប្រកែកជាងមុនឬក៏ឧស្សាហ៍ជាងមុនទេបាទវាគ្រាន់តែធ្វើឲ្យខួរក្បាលរបស់អ្នកឈប់ស៊ាំជាមួយនឹងភាពសនុកសុខស្រួលខ្ពស់ពេកហើយនៅពេលដែល baseline របស់យើងទៀបសមរម្យអាការបង្ហាញខ្លួន show up នេះនឹងមើលទៅវាដូចជាមិនប្របាក់ធ្វើដូចមុនទេវាគ្រាន់តែជាការងារដែលអ្នកអាចធ្វើបានបើសិនជាអ្នកព្យាយាមអញ្ចឹងវីដេអូថ្ងៃនេះគឺចប់ហើយសង្ឃឹមតែអ្នកទាំងអស់គ្នានឹងទទួលបានប្រយោជន៍ពីវាអ្វីដែលអ្នកទាំងអស់គ្នាត្រូវតែចាំនោះគឺថាមិនមែនតតែ confident ចាំបង្ហាញខ្លួនទេការទទួលស្គាល់ក៏ដូចគ្នាដែរវាមិនមែនមកមុនទេអ្នកទាំងអស់គ្នាត្រូវតែបង្ហាញខ្លួនមុនទើបបានអ្នកទាំងអស់គ្នាអាចទទួលបាននូវការទទួលស្គាល់ពីអ្នកដទៃនិងមាន confidence នៅលើខ្លួនឯងតែតាមក្រោយពីពួកយើង grow រីកចម្រើនគ្រប់ពេលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ